សុភាសិតមួយពោលថាក្រោយភ្លៀងមេឃស្រឡះដើម្បីឲ្យកាន់តែយល់លម្អិតតាមដានជាមួយខ្ញុំមកដូចតទៅដើម្បីទទួលបាននៅមេរៀនក៏ដូចជាវីដេអូថ្មីៗបន្តទៀតបងប្អូនឬអ្នកតាមដានគ្រាន់តែជួយ Subscribe ឬជាវឬក៏ Follow ម្នាក់មួយជាការស្រេចបងប្អូនប្រហែលជាធ្លាប់ឮសុភាសិតហ្នឹងហើយដែលចាស់ៗគាត់តែនិយាយថាក្រោយភ្លៀងមេឃស្រឡះក្រោយភ្លៀងមេឃស្រឡះឥឡូវនេះខ្ញុំនឹងបញ្យល់លម្អិតបន្ថែមជូនកុំឲ្យបងប្អូនឬអ្នកតាមដាននេះចង្អុលតទៅទៀតនិយាយរួមទៅដូនតាយើងពិតជាឆ្លាតណាស់គឺលោកបានយកធម្មជាតិមកធ្វើជាការអប់រំទូមានផ្លូវចិត្តយើងឲ្យកាន់តែរឹងមាំល្អប្រសើរយើងដឹងហើយថាមុននឹងមានភ្លៀងគឺតែងតែមានព្យុះមានផ្គររន្ទះមេឃអាប់អួរខ្មៅងងឹតពពកបាំងបិទជុំវិញខ្លួនដែលបង្កជាឧបសគ្គចំពោះមនុស្សគ្រប់គ្នាឧទាហរណ៍នៅពេលដែលយើងកំពុងតែធ្វើការឬធ្វើដំណើរតាមផ្លូវស្រាប់តែមានភ្លៀងធ្លាក់មកមួយមេធំយើងប្រកាសជាប្រឈមមុខនឹងទឹកភ្លៀងអាចធ្វើយើងឈឺអាចធ្វើយើងផ្ដាសាយឬគ្រុនជាដើមប៉ុន្តែនៅពេលដែលភ្លៀងរាំងគឺផ្ទៃមេឃក៏ប្រែជាមានពន្លឺអ្វីក៏មានភាពស្រស់បំព្រងឡើងវិញនិយាយរួមទៅពីដូចជាជីវិតយើងនៅពេលដែលយើងកំពុងតែបន្តដំណើរជីវិតគឺតែងតែជួបនៅរឿងរ៉ាវជាច្រើនរាប់មិនអស់មានដូចជាបញ្ហាឧបសគ្គនានាដែលមករាំងស្ទះនៅដំណើរជីវិតរបស់យើងហេតុនេះយើងមិនគួរបោះបង់នៅអ្វីយើងកំពុងធ្វើនោះទេយើងត្រូវយកធម្មជាតិមកធ្វើជាការអប់រំផ្លូវចិត្តរបស់យើងគឺក្រោយភ្លៀងមេឃស្រឡះព្រោះអីវាមិនដែលភ្លៀងរហូតនោះទេគឺគង់តែមានថ្ងៃណាមួយរាំងហើយភាពស្រស់ស្អាតនឹងលេចធ្លោឡើងគឺដូចជីវិតយើងនៅពេលដែលយើងស៊ូទ្រាំរាល់ការលំបាកបាននោះនឹងធ្វើឲ្យយើងកាន់តែមានភាពរុងរឿងប្រសើរថ្លៃថ្លាបំផុតសរុបសេចក្តីមកសុភាសិតនេះចង់អប់រំថាក្នុងនាមយើងជាយុវជនក៏ដូចជាអ្នកចំនួនក្រោយត្រូវចេះអត់ធ្មត់ស៊ូទ្រាំនឹងការលំបាកកុំឲ្យប្តេជ្ញាតាមព្រំលិខិតត្រូវចេះឬបំរាស់តតាំងនឹងប្រេងវាសនាឲ្យលុតដំផ្លូវចិត្តផ្លូវកាយរបស់យើងឲ្យកាន់តែរឹងមាំដុសខាត់វិញ្ញាណដុសខាត់ចំណេះដឹងរបស់យើងឲ្យកាន់តែប្រសើរថ្លៃថ្លាដើម្បីត្រៀមខ្លួនឆ្ពោះទៅមុខស្វែងរកអនាគតមួយដ៏ភ្លឺស្វាងក្នុងការកសាងនិងអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនហើយបើសិនជាបងប្អូនក៏ដូចជាតាមដានចង់រៀនតកតងជាមួយនឹងកលឹះនៃការសរសេរសម្ដីតែងសេចក្តីប្រធានសុភាសិតខ្មែរនោះខ្ញុំមានវគ្គបណ្ដុះបណ្ដាលខ្លីមួយគឺនឹងចែករំលែកនៅថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026ចន្លោះពីម៉ោង5ទៅម៉ោង6កន្លះល្ងាចការបញ្យល់របស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេប្រសិនបើបងប្អូនមានចំណុចឬបញ្ហាត្រង់ប្រការណានោះអាច comment សួរនៅខាងក្រោមវីដេអូនេះបាទអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់